សំណួរមួយទៀតតើការព្យាបាលដែលមិនបានត្រឹមត្រូវអាចបង្កគ្រោះថ្នាក់បែបណាខ្លះដល់អ្នកជំងឺការព្យាបាលមិនត្រឹមត្រូវមានអ្វីខ្លះការព្យាបាលដែលមិនត្រឹមត្រូវភាគច្រើនគឺដូចជាថ្នាំបុរាណថ្នាំលាបណាមិនមែនថ្នាំហូបទេថ្នាំលាបហ្នឹងដូចជាខ្ញុំមិនមែនជាអ្នកដែលផ្សំថ្នាំហ្នឹងទេណាព្រោះអានឹងតាក់ទងជាមួយនឹងគ្រូបុរាណគាត់ផ្សំថ្នាំដូចវាមានសារជាតិអាស៊ីតមិនដឹងទេលាបទៅនឹងក៏វាដាច់លាត់ទៅជាតបៅទៅជាអ៊ុលសើពេញទៅគូទៅនេះខ្លះក៏លូកលាបទៅខាងក្នុងវាអាចធ្វើឲ្យដាច់វ៉េសូធំហូរឈាមរហូតដល់អែកសង់ emergency សង្គ្រោះបន្ទាន់អញ្ចឹងណាក៏មានដែរតាក់ទងជាមួយនឹងការលាបថ្នាំហ្នឹងប្រសិទ្ធភាពវាជាមិនដាច់ទេអាហ្នឹងគឺវាធ្វើឲ្យសរសៃឈាមហ្នឹងប្រសិទ្ធភាពវាធ្វើឲ្យសរសៃឈាមហ្នឹងរួមស្វិតទៅវិញណាបាទរួមស្វិតអញ្ចឹងទៅយើងថាជាតាមពិតការព្យាបាលរបស់វាពិតប្រាកដគឺត្រូវតែយើងធ្វើឲ្យដាច់សរសៃឈាមហ្នឹងចេញអស់មកបានវាជារហូតអញ្ចឹងណាបាទហើយគ្រោះថ្នាក់មួយទៀតគឺតាក់ទងជាមួយនឹងចាក់ថ្នាំឲ្យរលួយណាឥឡូវហ្នឹងប្រហែលជាមិនមានទេព្រោះកាលមុនចំនួន8-9នោះបានមានគូពេទ្យតែគេចាក់ខាងហ្នឹងណាពេលច្រើនគូពេទ្យតាក់ទងមួយកាពះពវៀនចេះចាក់ជំងឺហ្នឹងចេះចាក់ថ្នាំហ្នឹងណាប៉ុន្តែឥឡូវហ្នឹងវាគ្មានថ្នាំទេចាក់ថ្នាំហ្នឹងមិនមានទេពេលច្រើនថ្នាំមកពីវៀតណាមនិងមកពីថៃអាចចាក់ឲ្យនេក្រូស៊ីសហ្នឹងណាចាក់ឲ្យលួយនិយាយយើងភាសាយើងចាក់ឲ្យលួយអាលេះលួយអញ្ចឹងទៅព្រោះភាគច្រើនយើងចាក់ទៅយើងអត់អាចគ្រប់គ្រងថ្នាំបានទេគ្រប់គ្រងហ្នឹងវាគ្រប់គ្រងថ្នាំដែលយើងចាក់ទៅហ្នឹងណាជួនកាលចាក់មិនតិចទេវាស៊ីអស់ច្រើនមកជាហៀងគូតវាទៅជាអាប់ខ្សែគូតមកជាហៀងអីក៏មានដែរជួនកាលវាអាចស៊ីចូលទៅជាចូលដាច់ទៅក្នុងទ្វារមាសអ្នកខ្លះក៏ចូលទៅហើមពងប៉ុនកំពួនដៃពងមករៀងណាអាចគ្រោះថ្នាក់ខ្លះនឹងហើយក្រោយការព្យាបាលនោះទេវាអាចធ្វើឲ្យធ្លាក់ឈាមខ្លាំងដោយសារវាដាច់ទៅខ្សែឈាមធំពេកណាហើយខ្លាំងហើយតាក់ទងជាមួយនឹងអាចដល់ទៅអាយុជីវិតទៀតក៏មានដែរប៉ុន្តែអានឹងពីមុនទេបើឥឡូវហ្នឹងដូចជាមិនដែរខ្ញុំដូចមិនសូវបានជួបទេរឿងជួយកាលមុនធ្លាប់ជួយច្រើនផ្នែកខាងអលេះលួយដាច់អីហ្នឹងណាហើយមួយទៀតវាអាចជួនកាលវាអត់ធ្លាក់ឈាមធ្លាក់អីទេប៉ុន្តែវាទៅជាអស់ស្បែកច្រើនពេកវាទៅជា steno ហ៊ុនគូតអ្នកខ្លះទៅជាហើយទៅជាចិត្តហ៊ុនគូតហ្នឹងក៏មានដែរពិបាកគេវះកាត់ហើយអាចជំងឺមាន steno ហ៊ុនគូតហ្នឹងអាហ្នឹងពិបាកបត់ជើងមកជីវិតដែរពិបាកណាស់ហ្នឹងពិបាកព្យាបាលកែឡើងវិញណាព្រោះវាអស់ស្បែកច្រើនពេកមានតែប្រមាណចំណុចហ្នឹងទេតាក់ទងជាមួយនឹងការព្យាបាលដែលគ្រោះថ្នាក់ណាបាទប៉ុន្តែឲ្យវះកាត់ទេអ្នកខ្លះគេថាមកពីវះកាត់បានទៅជាជូអាចហ៊ីអាចរហូតអញ្ចឹងក៏មានដែរប៉ុន្តែមិនមែនទេអាហ្នឹងយើងវាអត់ដែលមានទេវះកាត់អីវាអត់ដែលមានទេព្រោះវះកាត់គេត្រូវវាស់ទំហំនៃរូនគួតរបស់យើងហើយគេត្រូវវះគេយកស្បែកប្រមាណពីឬដងបាតប្រមាណចូលអ្នកខ្លះអ្នកជំងឺនៅក្នុងដំណាក់កាលទី4គេច្រើនចេញមកទាំងអស់ជួនកាលគេអត់អស់ទេជួនកាលគេទុកវា1គេទុកវា2ដើម្បីទុកឲ្យវាអេឡាស្ទិកពេលយើងបត់ជើងមកឲ្យវារីករួមអញ្ចឹងណាហើយស្រួលបត់ជើងគេត្រូវទុកខ្លះអញ្ចឹងទៅអ្នកខ្លះក៏ត្រូវធ្វើសារទី2អ្នកខ្លះអត់ទេពេលយើងយកអស់ច្រើនពេលយើងទៅវាទាញរឹបមកស្វិតរួមទាំងអស់ទៅជាស្អាតក៏មានដែរហើយការដែលធ្វើឲ្យហ៊ីលមុខគឺតាក់ទងជាមួយនឹងចាក់នេក្រូស៊ីសទេគឺតាក់ទងមួយចាក់ឲ្យលួយណាវាអាចធ្វើឲ្យដាច់ muscle sphincter ដាច់សាច់ដុំនៅជុំវិញហ្នឹងអាសាច់ដុំកងរបស់យើងហ្នឹងដាច់ហើយហ្នឹងអញ្ចឹងវាអត់មានស្អីទប់ទេលាមកឬក៏ទឹកដែលហូរមកពីលើហ្នឹងគឺហ៊ីចេញមករហូតព្រោះវាអស់ស្បែកកន្លែងហ្នឹងទៅ muscle sphincter អត់អាចបិទចិត្តបានទេព្រោះកន្លែងហ្នឹងវាត្រូវបិទដោយសារវាមានស្រទាប់
3-4 សតវឯណោះតាក់ទងជាមួយនឹងសរសៃឈាមវ៉ែនអាក់ទែអីវានៅម្ដុំហ្នឹងហើយវាមានស្បែកមួយខឹសមានអីទៅរួមជាមួយនឹង muscle sphincter ហ្នឹងបានវាហូនគូហ្នឹងបិទចិត្តដល់ពេលវាដាច់ muscle sphincter ហ្នឹងគឺវាហៀលលំក់មករហូតហើយ